ធ្វើមិនឲ្យអសរបស់យើងត្រង់ជួរដោយឲ្យយើងអាចចាំបាច់បាញ់កាឡាឬក៏បាញ់បន្ទាត់អីទេអញ្ចឹងខ្ញុំចែក tip ខ្លះៗទៅដល់បងប្អូនថ្មីដែលទៅតែស្គាល់នាងខ្ញុំតាមពិតខ្ញុំធ្លាប់ធ្វើវីដេអូទាំងអស់នេះនៅក្នុង YouTube និង Facebook page របស់នាងខ្ញុំហើយគ្រាន់តែបងប្អូនថ្មីគាត់អត់មកស្គាល់ខ្ញុំអញ្ចឹងតើគាត់អត់សូវដឹងហើយគាត់តែងតែឆាតសួរនិង comment សួរជានិច្ចរបៀបនេះការទៅសេអសឬក៏យើងសេថាម៉េចឲ្យបានត្រង់ជួរស្អាតអត់ចាំបាច់ប្រើបន្ទាត់អញ្ចឹងថ្ងៃនេះខ្ញុំចែកកលឹះមួយចំនួនដល់បងប្អូនថ្មីចាអញ្ចឹងដើម្បីឲ្យយើងសរសេរត្រង់ជួរអត់ចាំបាច់ប្រើបន្ទាត់អញ្ចឹងខ្ញុំចែកមាន2 tip ចា2ចំណុចអញ្ចឹងចំណុចទី1ដើម្បីសរសេរឲ្យបានត្រង់ជួរទី1យើងត្រូវដឹងថាតួអក្សរនីមួយៗដែលយើងសរសេរហ្នឹងគឺវាស្មើគ្នាយើងប៉ាន់យើងលើយអក្សរនីមួយៗគឺស្មើគ្នាទាំងសក់ទាំងតួខ្លួនទាំងស្រៈរបស់វាគឺត្រូវតែស្មើគ្នានេះគឺជាចំណុចទី1ហើយគឺជាចំណុចដែលសំខាន់បំផុតក្នុងការសរសេរអក្សរឲ្យបានត្រង់ជួរអត់ចាំបាច់ប្រើបន្ទាត់គូបន្ទាត់តែគឺខ្ញុំសរសេរ2ឆ្នាំនេះគឺអត់ដែរប្រើបន្ទាត់ទេវាមិនអាចត្រង់ជួរដោយបន្ទាត់ 100% ក៏ប៉ុន្តែវាអាចទៅពី 80% ដែរចាវាអាចល្អៀងជាមួយបន្ទាត់ខ្លះដែរអ្នកខ្លះបងប្អូនមើលខ្លះឃើញថាខ្ញុំសរសេរដូចដាក់បន្ទាត់តាមពិតខ្ញុំអត់មានប្រើបន្ទាត់ទេហើយចំណុចទី2អញ្ចឹងនៅពេលដែលចំណុចទី1យើងធ្វើបានហើយចំណុចទី2យើងត្រូវនេះមើលនេះលើយប៉ាន់ស្មានថានេះវាត្រង់បន្ទាត់ដូចបន្ទាត់ទៅហើយអញ្ចឹងយើងត្រូវលើយពីបន្ទាត់នេះមកទំហំប្រហែលសង់ទីម៉ែត្រចាអញ្ចឹងបើយើងសេចំណងជើងយើងលើយបន្តិចទៅបើយើងទៅសេអត់ចំណងជើងទេវាគៀកខាងលើអញ្ចឹងបើកាន់តែគៀកកាន់តែសេអក្សរកាន់តែស្មើល្អអញ្ចឹងយើងមើលតាមបន្ទាត់ខាងលើហ្នឹងទៅហើយយើងលើយធ្វើម៉េចកុំឲ្យទៅសេបានតែ2ពាក្យយើងត្រូវលើយមើលថាធ្វើម៉េចកុំឲ្យទៅមុខ2 3ពាក្យទៀតវាចោះឬក៏វាឡើងតែប៉ុណ្ណឹងទេគឺយើងមើលទៅតាមបន្ទាត់ត្រេខាងលើហ្នឹងគឺពីចំណុចដែលខ្ញុំចែកម្លែកព្រោះនេះជាបទពិសោធន៍របស់ខ្ញុំអញ្ចឹងបងប្អូនណាដែលគាត់មានបទពិសោធន៍មួយគាត់អាចចែកម្លែកទៅដល់បងប្អូនឬក៏លោកគ្រូអ្នកគ្រូឬក៏បងប្អូនទាំងអស់គ្នាជាពិសេសគឺកុមារតូចដែលគាត់ចង់សរសេរអក្សរបានត្រង់ជួរឬក៏លោកគ្រូអ្នកគ្រូចែក tip ទៅដល់កូនដែលជាសិស្សនិស្សិតរបស់យើងព្រោះអីក្មេងៗពេលខ្លះគាត់គាត់នៅសរសេរអត់ត្រង់ជួរដែរនៅលើកិច្ចការប្រឡងចាហ្នឹង tip ខ្លះហើយពីមុនក៏ខ្ញុំធ្លាប់បាញ់កាឡាដែរតែត្រឹមរយៈពេល2ឆ្នាំចុងក្រោយនេះខ្ញុំអត់ដែរបាញ់កាឡាទេមិនតែ2ឆ្នាំដូចជា3ឆ្នាំដែរហើយខ្ញុំអត់ដែរបាញ់កាឡាពីមុនខ្ញុំអាចគូបន្ទាត់ដោយប្រើខ្មៅដៃហើយខ្ញុំទៅសេឲ្យខ្ញុំលុបខ្មៅដៃស្នាមខ្មៅដៃនឹងចោលវិញតែរយៈចុងក្រោយនេះគឺអត់ដែរប្រើបន្ទាត់ទេដូចថាយើងទៅសេយូរទៅវាសមចាវាសមកាត់ទៅសេទៅអត់ចាំបាច់បាញ់កាឡាទេតែសំខាន់ដូចខ្ញុំនិយាយចឹងដូចចំណុចទី1ចឹងគឺទំហំនៃតួអក្សរស្រៈសក់របស់វាឲ្យស្មើគ្នាចាអរគុណច្រើនជួបប្រកបស្នេហ៍វីដេអូនេះចាជម្រាបលា